កើតក្នុងត្រកូលអ្នកមានក៏ដោយកើតក្នុងត្រកូលអ្នកខ្សត់ក៏ដោយបើយើងខ្វះការព្យាយាមអ្នកនឹងសយុទ្ធចុះជាបន្តធ្វើការងារអីក៏មិនបានលទ្ធផលដែរស្មារតីនៃការព្យាយាមគឺជាគុណធម៌ស្នូលដ៏ធំបំផុតនៅក្នុងជីវិតមនុស្សគ្រប់គ្នាសូមរក្សាសេចក្តីព្យាយាមឲ្យคล้ายទៅជាវប្បធម៌នៅក្នុងជីវិតរបស់យើងបើអ្នកគិតថាអ្នកព្យាយាមដែរតែគេមិនផ្ដល់ឱកាសឲ្យអ្នកសូមគិតទៅដល់ម្ចាស់ Starbucks លោក Howard Zoll លោកត្រូវបានអ្នកវិនិយោគបដិសេធគំនិតរបស់លោកចំនួន417ដងតែលោកមិនបោះបង់ចោលនៅគំនិតរកស៊ីរបស់លោកទេគាត់តស៊ូរហូតដល់មនុស្សជុំវិញខ្លួនព្រមជឿជាក់លើគាត់គេមិនទុកចិត្តយើងមិនតន់ហួសពេលទេតែរឿងដែលអស់ឱកាសគឺយើងលែងទុកចិត្តខ្លួនឯងគេមិនទុកចិត្តយើងតែនៅក្នុងកលៈទេសៈណាក៏ដោយគឺយើងត្រូវតែទុកចិត្តខ្លួនឯងបើអ្នកគិតថាខ្ញុំព្យាយាមច្រើនដងដែរតែមិនបានលទ្ធផលសូមនឹកគិតទៅដល់ YouTuber ដ៏ល្បីឈ្មោះម្នាក់គឺ Mr. Beast គាត់ព្យាយាមធ្វើវីដេអូរយៈពេល5ឆ្នាំពេញផលិតវីដេអូជាង100វីដេអូរហូតដល់មានអ្នកទទួលស្គាល់គាត់ព្យាយាមរាប់រយដងរហូតទទួលបានការទទួលស្គាល់ពីមនុស្សជុំវិញខ្លួនរហូតក្លាយទៅជាកំពូល YouTuber ដ៏ល្បីជាងគេនៅលើលោកអ្នកព្យាយាមហើយអ្នកនឹងបានលទ្ធផលនាពេលខាងមុខខំប្រឹងបន្តលទ្ធផលកំពុងរងចាំអ្នកបើអ្នកគិតថាអស់សង្ឃឹមនឹងព្យាយាមបន្តគិតថាអស់ពេលនឹងព្យាយាមបន្តទៀតសូមនឹកឃើញទៅដល់ស្ថាបនិកមាន់បំពង KFC Colonel Sanders គាត់ត្រូវបានគេបដិសេធគំនិតរបស់គាត់1009ដងហើយគាត់មិនចោះចាញ់នៅតែចិញ្ចឹមចិត្តចាប់ផ្ដើមនៅគំនិតមួយដែលគាត់គិតថាត្រឹមត្រូវគេបដិសេធគាត់ស្ទើរតែកន្លះជីវិតទៅហើយគាត់ចាប់ផ្ដើមនៅអាយុ40ឆ្នាំជាពេលដែលមនុស្សគ្រប់គ្នាចាប់ផ្ដើមសម្រាកហើយគាត់បែរជាចាប់ផ្ដើមនៅគំនិតមួយដែលគាត់គិតថាត្រឹមត្រូវរហូតគាត់ជោគជ័យនៅក្នុងអាយុ65ឆ្នាំគ្មានទេពាក្យថាយឺតពេលនៅក្នុងការចាប់ផ្ដើមគ្មានទេពាក្យថាយឺតពេលនៅក្នុងការព្យាយាមបន្តទៀតទោះក្នុងកលៈទេសៈណាក៏ដោយសូមកុំបោះចោលនៅសេចក្តីព្យាយាមរបស់អ្នកត្រូវចាំថានៅខាងមុខបន្តិចទៀតនេះគឺជាលទ្ធផលដែលកំពុងតែរងចាំយើងទៅយកវាជូនគ្រួសារនិងមនុស្សនៅជុំវិញខ្លួនយើងជីវិតរបស់យើងផ្លែផ្កាទៅបានមិនមែនមកពីវាសនាមិនមែនមកពីមាត់របស់អ្នកណានោះទេវាពឹងផ្អែកទៅលើការចាប់ផ្ដើមធ្វើរឿងមួយដែលមានតម្លៃធ្វើរឿងមួយដែលថ្មីសម្រាប់ជីវិតរបស់យើងនិងមានភាពខ្នះខ្នែងចំគោលដៅជាមួយរឿងទាំងអស់នោះបើសិនជាយើងចង់ឲ្យជីវិតរបស់យើងផ្លាស់ប្ដូរសូមចាប់ផ្ដើមធ្វើរឿងដែលមានតម្លៃបំផុតដោយឈរនៅលើគោលការណ៍ទាំងអស់នេះទី1ធ្វើពីចេះស្ទើរទៅចេះស្ទាត់ខ្ញុំធ្វើការជាមួយនឹងគ្រូខ្ញុំដំបូងគាត់និយាយប្រាប់ខ្ញុំថាគ្មាននរណាម្នាក់អត់ខ្ចោះទេបើយើងគិតថាធ្វើអ្វីទៅបានផលហើយល្អប្រសើរសម្រាប់ជីវិតរបស់យើងគឺយើងចាប់ផ្ដើមធ្វើទៅគ្មាននរណាខំប្រឹងមួយថ្ងៃបានផលនោះទេសូម្បីតែដាំបាយក៏ត្រូវការពេល10ទៅ30នាទីដែរដើម្បីឆ្អិនអ្នកខ្លះគាត់មានសមត្ថភាពខ្លាំងមែនទែនប៉ុន្តែអ្វីដែលគាត់មិនទទួលបានផលនោះគឺខ្វះភាពក្លាហាននៅក្នុងការចាប់ផ្ដើមធ្វើវាចាំមាននេះចាំមាននោះមិនទាន់ដល់ពេលមិនទាន់ត្រៀមខ្លួនហើយជាដើមត្រូវចាំថាអត់មានអ្វីដែលអាក្រក់មើលជាងការចាប់ផ្ដើមទេគ្មានអ្វីលំបាកជាងការចាប់ផ្ដើមទេហើយក៏គ្មានអ្វីដែលអស្ចារ្យជាងការចាប់ផ្ដើមដែរកុំចាំចេះស្ទាត់ចាំចាប់ផ្ដើមរៀនធ្វើតិចតិចតក់សឹមទៅធ្វើបដារៀនបដារហូតដល់ចេះស្ទាត់ការងារវាពិតជាបង្ខំមនុស្សឲ្យរៀនមែនតើប៉ុន្តែបើយើងមិនចាប់ផ្ដើមយើងនឹងរស់នៅដោយគ្មានសម្ពាធទេចុងក្រោយយើងនៅតែប៉ុណ្ណឹងកុំចាំមានអ្វីគ្រប់យ៉ាងចាំចាប់ផ្ដើមអ្នកត្រូវតែចាប់ផ្ដើមដើម្បីមានអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងទី2ចាប់ផ្ដើមទៅខុសកែកែរហូតដល់កើតជាផ្លែផ្កាចង់ចាប់ផ្ដើមការងារមួយដែលមានលទ្ធផលអ្នកត្រូវមានផ្នត់គំនិតមួយគឺហ៊ានខុសហ៊ានកែ
ហ៊ានទទួលយកការពិតកុំបោះបង់កុំប្រៀបធៀបគ្មានការចាប់ផ្ដើមណាដែល perfect 100% ទេហើយក៏គ្មានអ្នកណាធ្វើអីភ្លាមចេញលទ្ធផលល្អភ្លាមនោះដែរហើយក៏គ្មានអ្នកណាធ្វើអីមក perfect អត់ចេះខុសនោះដែរអ្នកធ្វើតែងតែខុសជៀសមិនរួចទេដាច់ខាតកុំបោះបង់អ្វីដែលអ្នកកំពុងតែចាប់ផ្ដើមរៀនកែរៀនបត់បែនរៀនមើលកលៈទេសៈលទ្ធផលល្អបំផុតវានឹងលេចចេញនៅពេលដែលយើងចាប់ផ្ដើមធ្វើការងារមួយហើយយើងចាប់ផ្ដើមកែវាម្ដងតិចមិនយូរមិនឆាប់អ្នកនឹងឃើញលទ្ធផលអស្ចារ្យមួយដែលវាចូលមកផ្លាស់ប្ដូរជីវិតរបស់យើងសូមកុំបោះបង់នៅពេលដែលអ្នកមានកំហុសប៉ុន្តែត្រូវកែតម្រូវដើម្បីសម្រេចលទ្ធផលធំដែលអ្នកចង់បានទី3គឺចាប់ផ្ដើមផ្ដោតលើការងារដែលចាំបាច់បំផុតនៅក្នុងជីវិតរបស់យើងនៅពេលដែលយើងចាប់ផ្ដើមផ្ដោតទៅលើការងារណាមួយនៅពេលដែលយើងចាប់ផ្ដើមការងារណាមួយយើងតែងតែប្រឈមជាមួយនឹងឧបសគ្គជាច្រើនពេលខ្លះមានអ្នកសើចចំអកលក់លើយើងពេលខ្លះមានអ្នកសើចយំជាមួយនឹងការងាររបស់យើងតែយើងត្រូវប្រកាន់យករឿងមួយគឺត្រូវផ្ដោតលើការងារដែលវាចាំបាច់បំផុតនៅក្នុងជីវិតរស់នៅរបស់យើងបើយើងជាអ្នកលក់ចាំបាច់ណាស់ការងារសំខាន់របស់យើងគឺជួបភ្ញៀវលក់ហើយនឹងរកភ្ញៀវថ្មីបើសិនជាគិតថាការងារនេះវាចាំបាច់សម្រាប់យើងខ្លាំងគឺយើងត្រូវតែធ្វើទោះបីជាមានអ្នកសើចរហូតដល់បែកផែនដីក៏ដោយក៏ត្រូវតែទៅធ្វើដែរអ្នកជាមនុស្សរឹងមាំម្នាក់សូមកុំចាត់ទុកថារឿងចាប់ផ្ដើមនឹងជារឿងលេងសើចហើយយកការសើចចំអកនឹងជាឧបសគ្គធំដល់យើងគឺជារឿងដែលមិនត្រឹមត្រូវទេអ្នកសើចយើងជាមនុស្សដែលគ្មានតម្លៃទេនៅក្នុងជីវិតរបស់យើងជាមនុស្សដែលគ្មានន័យទេនៅក្នុងជីវិតរបស់យើងពួកគេមិនបានស្គាល់អំពីតម្លៃនៃភាពក្លាហានពួកគេមិនបានស្គាល់ពីតម្លៃនៃការចាប់ផ្ដើមពួកគេមិនបានស្គាល់ពីតម្លៃនៃការខ្នះខ្នែងធ្វើការងារណាមួយទេអញ្ចឹងសូមកុំខ្វល់ពីការសើចរបស់អ្នកទាំងអស់នោះហើយសូមបញ្ឈប់ការសើចចំអកនោះដោយយកលទ្ធផលទៅបង្ហាញពួកគេមនុស្សដែលមានចំណង់ទាំង3ប្រភេទនេះធ្វើឲ្យយើងក្លាយជាមនុស្សដែលមានគុណភាពនៅក្នុងចំណោមមនុស្សរួមចំនួនជាមួយគ្នាទី1គឺចង់ចេះចង់ដឹងមានយុវជនជាច្រើនគាត់និយាយថាគាត់ចង់ដើរតាមក្តីសម័យគាត់ចង់ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ប៉ុន្តែការងារប្រចាំថ្ងៃការរស់នៅរាល់ថ្ងៃគឺស្អីក៏គាត់អត់ធ្វើដែរគាត់ស្វែងរកក្តីសម័យអត់ទាន់ឃើញគាត់ស្វែងរកអីដែលខ្លួនឯងស្រឡាញ់អត់ទាន់ឃើញអញ្ចឹងគាត់អត់ធ្វើអីសោះតែម្ដងនៅលើโลกនេះគ្មានអ្នកណាអង្គុយសុកអាចរកឃើញក្តីសម័យរបស់ខ្លួនឯងទេហើយក៏អត់មានអ្នកណាអង្គុយសុករកឃើញការងារឬក៏អាជីពដែលខ្លួនឯងស្រឡាញ់ឃើញដែរពេលខ្លះវាកើតចេញពីមជ្ឈដ្ឋាននៃការសាកល្បងវាកើតចេញពីមជ្ឈដ្ឋានការងារការខ្សែគប់និងសង្គមជាដើមខ្ញុំហ៊ាននិយាយថាបើសិនជាយើងមិនធ្វើអីសោះតែម្ដងយើងអត់អាចរកអ្វីដែលខ្លួនឯងស្រឡាញ់រកអ្វីដែលខ្លួនឯងចូលចិត្តឃើញទេរៀនសាកល្បងការងាររៀនអង្កេតការងាររៀនអំណត់ជាមួយការងារកុំមើលងាយការងារពេលខ្លះការងារតូចតាចដែលយើងមិនចង់ធ្វើនឹងវាអាចជាចំណុចចាប់ផ្ដើមនៃការស្វែងរកក្តីសម័យរបស់យើងក៏ថាបានដែរពីថ្ងៃនេះទៅកុំស្អប់ការងារចាប់ផ្ដើមធ្វើការងារចាប់ផ្ដើមពិសោធន៍ខ្លួនឯងពេលនោះយើងនឹងរកឃើញថាតើអ្វីជាការចូលចិត្តអ្វីគឺជាក្តីសុបិនរបស់យើងពិតប្រាកដជាមួយនឹងការងារដែលយើងបានសាកល្បងទី2គឺចង់មានចង់បានអាយុ20ទៅ30ឆ្នាំគួរបណ្ដុះខ្លួនឯងឲ្យមានផ្នត់គំនិតចង់មានចង់បានខ្លះក៏ជារឿងល្អប្រសើរដែរជីវិតយើងមែនតែនវាត្រូវការភាពស្វះស្វែងច្រើនមែនតែនដើម្បីលើកស្ទួយជីវភាពខ្លួនឯងឲ្យល្អប្រសើរហើយខ្លួនឯងត្រូវមានអំរែកច្រើនណាស់ដើម្បីទ្រទ្រង់នៅក្នុងវ័យមួយនេះអ្នកខ្លះអត់មានលុយទេប៉ុន្តែមើលងាយលុយមែនតែនមើលងាយការងារមើលងាយអាជីពដែលខ្លួនឯងកំពុងធ្វើនឹងខ្លាំងមែនតែនការងារល្មមអត់ធ្វើទេការងារពិបាកអត់ចង់ធ្វើទេអាងអីមានអាទ្រឹស្ដីមួយគឺកុំយកលុយជាធំណាកុំឲ្យលុយដឹកមុខលុយមិនអាចទិញអ្វីបានទេតែថ្ងៃមួយនៅពេលដែលយើងអត់លុយទើបយើងដឹងថាយើងកើត depression វ័យរកលុយបានគួរតែសវ៉ាសទិញគួរតែក្តាប់លុយខ្លះទៅកុំទាន់ស្អប់ខ្ពើមលុយ
ការចង់មានចង់បានមិនមែនជារឿងដែលអាក្រក់ទេយើងជាក្មេងបកែរលុយយើងជាក្មេងស្ទួយសេដ្ឋកិច្ចខ្លួនឯងបានយើងជាមនុស្សមានតម្លៃកុំឲ្យលុយទិញយើងបានប៉ុន្តែក៏មិនគួរខ្វះលុយដែរទី3ត្រូវចង់ប្រកួតប្រជែងនៅក្នុងវ័យ20ទៅ30ឆ្នាំជាវ័យដែលត្រូវអភិវឌ្ឍខ្លួនខ្លាំងមែនទែនហើយក៏ត្រូវធ្វើការប្រកួតប្រជែងជាមួយនឹងសង្គមខាងក្រៅដូចគ្នានៅក្មេងដូចយើងនេះត្រូវចេះឈឺចាប់ខ្លះបានវាទៅមុខខ្មែរយើងមានពាក្យមួយគឺពាក្យច្រណែននិងពាក្យឈ្នានីសច្នៃគេព្រោះឃើញគេល្អហើយចង់ធ្វើខ្លួនឲ្យល្អដូចគេមិនមែនជារឿងខុសទេតែកុំឈ្នានីសគេកុំបំផ្លាញគេកុំជន់គេទម្លាក់ដើម្បីឲ្យខ្លួនឯងល្អអានឹងជារឿងខុសហើយច្នៃចោះតែកុំឈ្នានីសគេមនុស្សមានតម្លៃត្រូវបណ្ដុះចិត្តគំនិតចង់ប្រកួតប្រជែងចង់ឲ្យខ្លួនឯងលូតទៅមុខចង់ឲ្យខ្លួនឯងរីកចម្រើនច្រើនជាងនឹងចង់ឃើញខ្លួនឯងផ្លាស់ប្ដូរចង់ឃើញខ្លួនឯងនៅក្នុងរូបភាពថ្មីមនុស្សដែលមានចំណង់ទាំង3ប្រភេទនេះធ្វើឲ្យយើងក្លាយជាមនុស្សដែលមានគុណភាពនៅក្នុងចំណោមមនុស្សរួមចំនួនជាមួយគ្នានៅលើโลกនេះគ្មានអ្វីល្អគ្រប់10ហើយក៏គ្មានអ្វីអាក្រក់គ្រប់គ្រឿងនោះទេមនុស្សល្អចូលមកក្នុងជីវិតយើងបង្កើតនៅអនុស្សាវរីយ៍មនុស្សអាក្រក់ចូលមកក្នុងជីវិតយើងបង្កើតនៅបទពិសោធន៍ជីវិតនៅក្នុងជីវិតរបស់យើងមនុស្សធ្វើទង្វើអាក្រក់មាន4ជំពូកធំទី1ធ្វើអាក្រក់ព្រោះមិនដឹងថាវាជារឿងអាក្រក់កណ្ដុរមិនដែលគិតថាខ្លួនជាចោរលួចទេពស់ក៏មិនដែលគិតថាខ្លួនជាសត្វសាហាវដែរខ្លាក៏មិនដែលគិតថាខ្លួនជាសត្វខូខើព្រៃផ្សៃនោះទេពេលខ្លះធ្វើខុសមិនដឹងថាវាជាកំហុសទេហើយនៅតែបន្តធ្វើវាជារឿយហើយពេលខ្លះស្រែកប្រកាសប្រាប់គេថាខ្លួនធ្វើត្រូវក៏មានដែរគ្មានអ្នកណាប្រាប់គ្មានអ្នកណាតម្រង់ទិសគ្មានអ្នកណាចង្អុលបង្ហាញធ្វើទាំងមិនដឹងខុសចេះតែធ្វើខុសតគ្នារហូតអញ្ចឹងទៅអចេតនាឬចេតនាយ៉ាងណាវាជារឿងអាក្រក់បើមានអ្នកប្រាប់ពីកំហុសរបស់យើងសូមកុំខឹងគេសូមបើកចិត្តនៅក្នុងការស្ដាប់បើកចិត្តនៅក្នុងការទទួលយកការកែលម្អពីអ្នកដទៃយើងសំណាងមែនទែនដែលមានគេប្រាប់ផ្លូវដែលមានអ្នកចង្អុលបង្ហាញពីកំហុសរបស់យើងទី2ដឹងថាអាក្រក់ហើយនៅតែធ្វើអាក្រក់ទៀតអាក្រក់បែបទី2នេះគឺជារឿងអាក្រក់មែនទែនដឹងថាអាក្រក់ហើយគឺនៅតែធ្វើអ្នកខ្លះគឺសាងកម្មជាមួយនឹងរឿងអាក្រក់នឹងតែម្ដងរបរស្របច្បាប់ចំណេញលុយដូចគ្នារកស៊ីមិនកើតទេធ្វើមិនកើតទេបើរបរផ្លូវព្រៃគេដេញព្រឹកល្ងាចភ្នែកនៅកញ្ចឹងកនឹងអានឹងបានស៊ីឆ្ងាញ់អ្នកខ្លះមិនមែនមិនដឹងថាអានឹងអាក្រក់ទេដឹងតែនៅតែធ្វើមនុស្សបែបនេះគេហៅថាមនុស្សដែលអស់តម្លៃដាច់លេខហើយដឹងថាអាក្រក់ហើយនៅតែធ្វើដឹងតែរកស៊ីអញ្ចឹងបំផ្លាញគេហើយនៅតែធ្វើមនុស្សបែបនេះយូរទៅគ្មានផ្លូវដើរទេព្រោះធម្មជាតិនៃមនុស្សអាក្រក់ច្រើនតែស្លាប់នៅក្រោមពុតបុត្ររបស់ខ្លួនឯងតែម្ដងទី3ដឹងថាអាក្រក់ប្រាប់គេមិនឲ្យធ្វើអាក្រក់តែទុកខ្លួនឯងជាអ្នកធ្វើមនុស្សអាក្រក់ចំពោះទី3នេះឃើញថាអាក្រក់ហើយទៅហាមគេមិនឲ្យធ្វើទេប៉ុន្តែខ្លួនឯងបែរជាធ្វើទង្វើអាក្រក់នឹងមនុស្សខ្លះខូចអារឿងនឹងតែម្ដងចាស់តែនិយាយថាយោបល់ល្អតែគំនិតអាក្រក់ឃើញគេលក់ដាច់ប្រាប់គេថាកុំកេងបន្លំភ្ញៀវទុកផ្លូវដើរទាំងអស់គ្នាតែពេលដែលគេឈប់លក់ទំនងជាឱកាសអំណោយផលខ្លួនឯងចាប់ផ្ដើមធ្វើបដ ாய் អានឹងគេហៅថាចេះល្បេះក្បាច់មនុស្សចម្ពោះនេះគឺអាក្រក់ខ្លាំងណាស់នៅក្នុងសង្គមរស់នៅគឺវាគ្មានក្តីសុខទេសម្រាប់មនុស្សធន់នេះនៅជាមួយនឹងការលាក់បាំងរស់នៅជាមួយនឹងការលាក់លៀមគ្មានស្អីពិតប្រាកដទេថ្ងៃណាមួយគេដេញតន់ជន់កែងម្ចាស់ប៉ាវគាត់និយាយថារឿងអីក៏ដោយលាក់គេមិនចិត្តទេខ្លាចគេដឹងតតែកុំធ្វើហើយបើគ្មានអ្នកណាដឹងក៏ខ្លួនយើងនឹងជាអ្នកដឹងដែរបើមិនចង់ឲ្យមានអ្នកណាដឹងតតែកុំធ្វើតែម្ដងនេះគឺជាចម្ពោះមនុស្សខូចទី3នៅក្នុងសង្គមរស់នៅរបស់យើងទី4ដឹងថាអាក្រក់ហើយមិនធ្វើអាក្រក់
ហើយប្រាប់ផ្លូវឲ្យគេដែរមានបងស្រីម្នាក់គាត់សួរខ្ញុំថាមនុស្សត្រង់រកស៊ីមិនតាន់គេទេអូនឃើញអាក្រក់និយាយអាក្រក់ភ្ញៀវធ្វើមិននឹងទិញយើងខ្ញុំប្រាប់ទៅគាត់វិញថាបើបងឃើញអាក្រក់ហើយបងទៅប្រាប់គេថាល្អបងគិតមើលតើវាមានតម្លៃសម្រាប់យើងដែរអត់ហើយបើសិនជាបងគិតថាឃើញថាអាក្រក់ហើយទៅប្រាប់គេថាល្អតើគេឲ្យយើងបានសុខស្រួលដែរអត់គេព្រមឲ្យយើងរួចខ្លួនដែរអត់នៅក្នុងការលក់ដូរសម្ដីអ្នកលក់ប្រៀបដូចជាកំបិតអញ្ចឹងនិយាយត្រូវវាជួយការពារយើងតែបើនិយាយខុសវាងាកមកចាក់យើងវិញហើយស៊ូប្រាប់ភ្ញៀវត្រង់គេមិនទិញក៏មិនអីដែររឿងខ្លះអ្នកនឹងគាត់ទទួលយកអត់បានមែនជាជាងការគាត់យកទៅវាខុសបំណងរបស់គាត់រកស៊ីត្រង់ទៅត្រង់មកលក់ដូរបានយូរវែង